ប៉ុន្តែសើផាន់ម្នាក់នោះគ្រាន់តែជាអ្នកបម្រើប៉ាសៀនធីរបស់យើងតែប៉ុណ្ណោះរឿងអីត្រូវការពីគេនោះនេះជានេះបញ្ជារបស់ព្រះអង្គតែផ្ទាល់ថាសៅហ្វាន់ត្រូវតែចូលរួមមិនអាចអវត្តមានចិត្តខាបើសិនជាគាត់មិននៅទីនោះអ្វីគ្រប់យ៉ាងនឹងបរាជ័យក្នុងនាមលោកជាមេប៉ារឿងនេះត្រូវចាត់ចែងយ៉ាងម៉េចលោកនឹងច្បាស់ណាទៅហើយកូនប្រុសនៅឈរធ្វើរបស់យកស្អីទៀតឆាប់ទៅហៅសៅហ្វាន់មកសួស្ដីមួយទាំងអស់គ្នានេះគឺជាការប្រកួតចូលរួមត្រឹមតែ10កាក់តែប៉ុណ្ណោះទេនឹងទទួលបាយបិណ្ឌមួយចានបាយបិណ្ឌនេះឆ្ងាញ់អស់ទាស់នៅស្រុកខ្ញុំមូលតូចៗតែនៅស្រុកនេះមូលដូចនំប៉ាវអញ្ចឹងលោកអ្នកអាចចាប់ផ្ដើមលេងឥឡូវនេះបានសូមជឿខ្ញុំសូមចូលរួមប្រកួតអាចចង់បានបាយបិណ្ឌទេអញ្ចឹងសូមប្រាក់10កាក់មកសុំទោសខ្ញុំអត់មានប្រាក់ទេថាម៉េចសូម្បីតែប្រាក់10កាក់ក៏គ្មានផងចង់មកទៅដើមបាយបិណ្ឌនេះផងអាអ្នកសំទៀតបើឯងគ្មានប្រាក់ទេមិនចាំបាច់ចូលរួមប្រកួតស្អីទេបើលោកគ្មានប្រាក់ទេថយទៅម្ខាងទៅកុំបំផ្លាញពីសនីរបស់ខ្ញុំបងអ្នកទាំងអស់គ្នាចូលរួមលេអ្នករបស់កណ្ណាខ្ញុំមានត្បូងមួយនេះជារបស់ល្អដែរសូមប្រកួតបានទេសូមមើលតិចត្បូងរបស់ខ្ញុំនេះមានតម្លៃលើសពី10កាក់ទៀតថាគេដឹងហារបល់យកឆ្អើយមកអីយ៉អូយបានរបស់ល្អវិញចូលគួតបាទសូមជួយកក់កញ្ចក់កក់ស្អីខ្លាំងមកហើយមួយស៊ីបានចូលរួមប្រកួតទៅបាទអូយល្អមែនអូយគាត់ទាញមកផ្លែធ្វើលេចឈ្នះដែរវិញឯចូលទៅបត់អស់បញ្ហាហើយសម្រាប់បងប្អូនដែលមានក្លិនមាត់ធ្មេញលឿងដោយការជក់បរិយឬក៏ពិសាកាហ្វេឬក៏ម៉ាឆាបងប្អូនដែលមានបញ្ហារកស៊ីធ្មេញឬក៏ស្ដៀវធ្មេញអីគឺកុំបារម្ភអីនេះគឺជាថ្នាំរបស់ធ្មេញប្រេនរបស់បងប្អូនដែលផ្សំឡើងពីយិនសិននិងជាអង្ការអាចជួយព្យាបាលមាត់ធ្មេញបងប្អូនបានល្អខ្លាំងមែនតើវាឲ្យធ្មេញបងប្អូនសស្អាតសំខាន់ណាស់ក្លិនគឺក្រអូបអាហារខ្លាំងមែនតើពេលដែលយើងនិយាយចេញមកគឺយើងមានភាពជឿជាក់ក្នុងការនិយាយតែម្ដងកុំជឿខ្ញុំនិយាយបងប្អូនគួរតែទិញសហប្រាណដើម្បីដឹងពីគុណភាពពិតណាអូយអត់ទាស់ឈ្នះទៀតហើយមួយនេះខ្លាំងមែនអាចឆាប់ចូលទៅអីpas chỉ phải làm mày sắp cho tôi của anh mà tôi gọi bạch bần viên đi số con tôi ngọc đi làm trong bạch bần mà đóng tôi chỉ ai từ đuổi đi đi chỉ vì lên là bạch bần khản đi anh lên là bạch không cho ấy nè chạm chơiខ្ញុំគឺជាព្រះបត្រាបរិសុទ្ធនិកាយបសិទ្ធិមនុស្សម្នាក់នេះគឺជាសិស្សបករបស់យើងសូមអស់លោកកុំប្រកាន់អីសៅវ៉ាន់លោកមេបកមានវិជ្ជាឲ្យឯងត្រឡប់ទៅបកវិញឯងនិយាយថាខ្ញុំជាសិស្សបសិទ្ធិការពិតមិនមែនទេយើងត្រឹមតែជាកម្មកររបស់ឯងឲ្យយើងបម្រើពួកឯងគ្រាន់តែយើងលួចស៊ីនំតែម្ដងពួកឯងក៏មិនដឹងចេញពីបកយើងប្រាប់ឯងទៅចង់អត់ពីបករបស់ឯងក៏យើងអាចមានជីវិតរស់ដែរសៅវ៉ាន់សានជើញមិនចង់ផឹកស្រាពីណីមែនទេឯងគិតថាយើងនេះចង់ជើញឯងណាស់តែមែនទេនេះដោយសារតែឪពុកយើងដែលជាមេបកគាត់បញ្ជាយើងមកឲ្យមកយកឯងទៅវិញទេកុំអីនោះយើងមិនត្រូវការទេពួកឯងឆាប់លីវាឡើងទៅវិញណាកុំចូលមកអាគុំអេរឆានណៅភក្តតាសងខូឯនេះយើងប្រាប់ឲ្យឯងមកជួយសាងវ៉ាន់បែរជានិយាយបែបនេះទៅកាត់គាត់វិញលោកម្ចាស់សាងវ៉ាន់អើយសូមជួយទៅជាមួយខ្ញុំវិញទៅខ្ញុំជាមេបកសៀនធានសូមបោះលោកបញ្ញាទៅបកវិញទៅណាចង់ទៅក៏ទៅចង់នេះក៏ដេញយ៉ាងម៉េចខ្ញុំមិនទៅទេគ្រាន់តែលួចស៊ីនំប៉ៅមួយបាក់ងារគេឈ្មោះប៉ុណ្ណាណៃដែរធ្វើចរិត200ណៃដែរធ្វើចរិត200សុំទោសផងលោកម្ចាស់សាងវ៉ាន់អើយដោយសារតែខ្ញុំមិនដឹងពីមុនឥឡូវទៅចោះកន្លែងបាក់យើងមានអាហារហូបចុកត្រឹមត្រូវថែមទាំងលើកយន្តធ្វើជាប្រពន្ធរបស់លោកទៀតផងលោកយល់យ៉ាងម៉េចដែរសូមលោកត្រឡប់ទៅបាក់វិញទៅមើលទៅការនិយាយស្ដីរបស់លោកដូចជាតំណងគួរសមថែមទាំងលើកប្រពន្ធឲ្យខ្ញុំមួយទៀតបានខ្ញុំទៅតាមលោកក៏បានប៉ុន្តែខ្ញុំមានលក្ខខណ្ឌនិយាយមកមិនចាំបាច់លាក់លៀបទេលោកប្រកាសទេថាមានកន្លែងស្នាក់នៅមានអាហារហូបចុកទៀតថ្ងៃនេះគឺជាថ្ងៃដែលព្រះនាងនគរទាំង3បានមកដល់កាន់ប៉ារបស់យើងហើយដូច្នេះត្រូវតែរៀបចំឲ្យបានស្រួលបួលអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្នប្រយែងឲ្យចុះឲ្យសៅហ្វាន់ទៅណាបាត់ហើយមិនក៏មិនឃើញបណ្ដាចូលទេអាគេចេះអ្នកបម្រើដូចជាឯងមិនអនុញ្ញាតចូលទៅខាងក្នុងបានទេចេញទៅនេះសៅហ្វាន់ឪពុកយើងគឺជាអ្នកអញ្ជើញឲ្យគេចូលមកក្នុងមកពួកឯងមិនចាំបាច់រៀបយ៉ាងទេឲ្យគេចូលមកសៅហ្វាន់លោកពុកយើងចាំឯងនៅខាងក្នុងឆាប់ចូលមកលោកគឺជាលោកសៅហ្វាន់នេះនឹងហើយព្រះអង្គទ្រង់ចែករាជបញ្ជាឲ្យខ្ញុំមកការពារលោកជាពិសេសណាសូមចែកលោកទៅខាងនោះណែវ៉ាណែបានអាយ៉ាអ្នកនាងលីនស៊ីមើលទៅគេម្នាក់នេះត្រឹមតែជាអ្នកបម្រើមិនអាចមកអង្គុយទៅលើកៅអីលោកមិនប៉ះបានទេធ្វើបែបនេះក៏ប្រហែលឆាប់ទៅឈប់គេទៅអេចុះវិញចុះព្រះនាងនគរទាំង3បានមកដល់អាយ៉ាសូមជួយព្រះនាងចាមនុស្សចូលទៅអភិទេដល់ថ្មីជាមួយថ្នាំដល់ថ្មីអមអូមួយសិនចាអ្នកមានបញ្ហាចាញ់ថ្មីអត់សូវភ្លឺរកស៊ីថ្មីអីដល់ជាមួយថ្នាំថ្មីនេះគឺថាល្អខ្លាំងមែនតើសំខាន់ដល់ហើយមកក្រអូបប្រហែលតែម្ដងតង់ទី2គឺថាអភិទេលាងមុខជាមួយនឹង form អមអូចា form នេះគឺថា the best លាងមុខបានស្អាតឆ្លាស់ល្អនិងមានសំណើមមិនស្ងួតមុខតង់ទី3វិញខ្ញុំជិតមុខជាមួយនឹងសំឡេងអមអូមានពណ៌តាភៈហើយពណ៌មាសពណ៌ប្រាក់ជប់ជាបានមុនគ្រប់ប្រភេទពណ៌មាសផ្ដល់ទៅលើអ្នកមានបញ្ហាមុខជាំស្អាតបាច់រុយតោះតែបាន3តង់អញ្ចឹងមកខ្ញុំចូលគេស្ងប់ good night ទូបង្គំសេនាប្រមុខរបស់ម្ចាស់ស្ត្រីលីនស៊ីសូមស្វាគមន៍បេក្ខជនទាំងអស់ដែលមកពីនគរផ្សេងក្នុងនាមម្ចាស់ស្ត្រីពិតជាមានកិត្តិយសណាស់ដែលប្រនាងទាំងអស់គ្នាមកចូលរួមកម្មវិធីនេះប្រមេម្ចាស់មានបេក្ខជនមកពីនគរទាំង3ហើយហេតុអីក៏និយាយវែងឆ្ងាយម៉េច
យើងចូលចិត្តត្រង់តែត្រង់មកមិនចូលចិត្តកាប់សម្លាប់ម្ចាស់របស់ឯងនៅកបฏព្រៃមែនទេយើងមិនដល់ហេតុអីក៏មកចង់ចាញ់ហ៎ម្ចាស់របស់ខ្ញុំម្ចាស់មិនចូលចិត្តកាប់សម្លាប់ហើយត្រង់មិននៅក្នុងកបฏព្រៃនោះទេបើមិនម្ចាស់ត្រង់យើងពនាងទាំងអស់មកចូលរួមក្នុងមហាចក្រនេះគឺត្រង់ចង់បង្កើតឲ្យពនាងរៀបអភិសេកជាមួយលោកម្ចាស់សៅហ្វាន ណែ រៀបអភិសេក អញគួយសុកហើយជាមានប្រពន្ធតើព្រះអង្គជាណាគេទៅទើបឲ្យយើងរៀបការជាមួយនឹងមនុស្សស្រីតែ3នាក់នេះ សៅហ្វានជាណាមានលក្ខណៈសម្បត្តិអីមករៀបការជាមួយរាជវង្សនោះតែតើនឹងការស្លាប់រស់ព្រះអង្គម្ចាស់របស់ធ្ងន់បុព្វបុរសសៀនធានបានសាប់យហោហែរាជវង្សចៅមានទំនុកចិត្តក្នុងការបង្ក្រាបនគររបស់យើងតែនៅពេលនេះហើយលើកនេះបិសាចបង្ហាញខ្លួនព្រះអង្គម្ចាស់ទ្រង់មានរបស់ធ្ងន់ដែលសារតែប្រយុទ្ធជាមួយបិសាចរឿងទាំងអស់នេះអ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់ធ្វើទេព្រះអង្គបានជួយសង្គ្រោះប្រជារាស្ត្របើគ្មានទ្រង់អ្នកទាំងអស់គ្នាមិនបានអង្គុយនៅទីនេះទេនិយាយមិនសមហេតុផលបុព្វបុរសនគរទាំង3របស់យើងបានមហោឈាមបានបែកកំចាត់បិសាចយើងបានជានិយាយថាព្រះអង្គម្ចាស់របស់នេះជាអ្នកសម្រាប់បិសាចទៅវិញប៉ណ្ណឹងបានឲ្យជប់ប្រកាសគ្នាទៀតទៅពេលនេះលីនស៊ីគេនិយាយថាគេនឹងរៀបអភិសេកជាមួយសៅហ្វានតែសៅហ្វាននោះជាណាទៅហើយតើគេស័ក្តិសមនឹងរៀបអភិសេកជាមួយទ្រង់មែនទេពេលនេះលីនស៊ីគេនិយាយថាគេនឹងរៀបអភិសេកជាមួយសៅហ្វានតែសៅហ្វាននោះជាណាទៅហើយតើគេស័ក្តិសមនឹងរៀបអភិសេកជាមួយទ្រង់មែន ណែ ទេ សៅហ្វានឯងបញ្ចេញមុខបន្តិចមើលគឺខ្ញុំនឹងហើយណែអាពីនេះឯងកាន់ស្បែកធ្វើស្អីលេចទៅពួកគេទាំងពីរនេះម៉ាសាឲ្យខ្ញុំទេឃើញទេឡើងសាច់ឡំតកង់ហើយនេះលោកវិបាក់មើលទៅរូបមន្តរបស់លោកនេះពិតជាអែបអស់ទោះមិនហ៊ានទទួលទេមិនហ៊ាន តែ ទទួល ម្ចាស់ ទេ របស់នាងពិតជាល្ងីល្ងើមែនតែបើរៀបការជាមួយប្រុសម្នាក់នេះមើលទៅប្រាប់នៅជីវិតរបស់គេគឺជាអ្នកបម្រើច្បាស់ណាស់តែអម្ចាស់ធ្វើបែបនេះចំពោះពួកយើងតាមមានន័យយ៉ាងម៉េចទៅអ្នកបម្រើម្នាក់នេះគឺគ្មានធម៌ពលវិញ្ញាណតទៅសោះមិនសមនឹងព្រះនាងរៀបអភិសេកជាមួយគេទេធ្វើនេះគឺដូចជាមួយងាយពួកយើងពេក ណែកំសួរនាងគិតថាខ្ញុំនឹងចង់បាននាងឲ្យញ័រសាច់ណាស់មែនទេប៉ុន្តែសម្រាប់របស់ពួកនាងពិតជាលយកប់អស់ទោះតែម្ដងស្អាតជាងតារាទៅទៀត បើតាមលក្ខណៈសម្បត្តិរបស់ឯងនេះគឺមិនស័ក្តិសមនឹងរៀបអភិសេកជាមួយពួកយើងទៅអីទេណា ចាប់ទុកថាខ្ញុំនេះចាប់អារម្មណ៍លឿននាងណាស់មែនទេហ៎ ហើយចុះហេតុអីបានជាលោកនៅទីនេះទៅវិញចា ហើយចាអំណាចទៅដឹងទៅគឺលោកមេបាក់ម្នាក់នេះតែអញ្ជើញខ្ញុំនៅពីក្រោមភ្នំឯណោះឲ្យខ្ញុំត្រឡប់មកបាក់វិញចាយដនអីស្ដាប់តែឮថារៀបការតែម្ដងហើយឲ្យរៀបការម្នាក់នោះទៀតនោះ ណាស់ចាំរៀបការជាមួយឯងនោះលោកមេប៉ាគាត់និយាយគឺគ្រាន់តែចង់លងលោកឯងឲ្យត្រឡប់មកវិញតែប៉ុណ្ណោះយើងប្រាប់ឯងទៅចង់ណាគឺមានតែសើច្បងហ្វាំងយូរតែប៉ុណ្ណោះដែលស័ក្តិសមជាមួយគុណសម្បត្តិរបស់យើងនោះហើយចុះចំណែកឯងវិញឯងគ្រាន់តែជាសត្វគីង្គក់ដែលចង់ស៊ីសត្វកងាន មើលទៅពួកនាងនិយាយដូចតែផ្ទះលេខ2អញ្ចឹងនិយាយឡើងចេះនិយាយឡើងចោះវល់អស់ហើយមើលទៅនាងដាំទ្រូងមិនបានស្មើនឹងមិត្តស្រីខ្ញុំទេសម្រាប់ខ្ញុំវិញគឺអត់ជាបញ្ហាទេអាចទទួលយកនាងទាំង3នាក់ធ្វើជាប្រពន្ធបានប៉ុន្តែចង់សួរនាងថាតើនាងអាចទទួលយកខ្ញុំបានដែរឬទេ មិនស័ក្តិសមជាមួយយើងទេ ឯងគិតថាខ្លួនឯងសង្ហេណាស់មែនទេមកមាត់ស្អាតបានតិចឯងគិតថាឯងលុយណាស់មែនទេចាំបើឯងត្រឹមតែជាតំណាក់ជាអ្នកបម្រើតែប៉ុណ្ណោះណាអ្នកបម្រើយ៉ាងម៉េចក្រែងឯងនេះជាអ្នកអញ្ជើញយើងមកទេឯងបើយ៉ាងទៀតព្រះអង្គម្ចាស់គឺជាអ្នកបញ្ជាយើងឲ្យរៀបការជាមួយនឹងពួកនាងហើយចុះឯងជាស្អីមកនិយាយភ្លេចភ្លើបែបនេះមួយក៏ភ្លៀងរាប់មួយលើឯងហ៊ាន ចង់បានស្បែកមុខមានសុខភាពល្អក៏លោកជាពីខាងក្នុងបងប្អូនគួរតែប្រើម៉ាស់ជាប្រចាំខ្ញុំវិញខ្ញុំតែងតែប្រើជាមួយនឹងម៉ាស់អមអូដែលប្រអប់ប្រាក់គឺជាប្រភេទចិត្តដែលមួយប្រអប់មាន5សន្លឹកនេះគឺជួយកាត់បន្ថយនិងព្យាបាលស្បែកមុខមុននិងចូលបានយ៉ាងលឿនធ្វើស្បែកមុខយើងតឹងក្មេងជាងវ័យហ្មងចំណែកឯប្រអប់ដែលមានឆ្នូរក៏មាននេះវិញគឺជាប្រភេទសរុបដែលមួយប្រអប់មានតែ10សន្លឹកបងប្អូនទឹកសរុបនេះគឺជួយផ្ដល់សំណើមលើស្បែកមុខយើងនិងជួយបំបត្តិស្នាមរុលមុខជាប់មុខស្នាមជួយព្យាបាលស្បែកស្ងួតគឺបានល្អខ្លាំងមែនតើហ្មងម៉ាស់នេះត្រឹមតែ15នាទីបងប្អូនដូចបានទៅបញ្ចូលវីតាមីន Clinic ចឹងបងប្អូនហើយបើបានបិទមុន make up វិញគឺជួយឲ្យស្បែកមុខយើងផាត់ម្សៅគឺចូលមាត់ស្អាតខ្លាំងមែនតើហ្មងបងប្អូនខ្ញុំពិតជារីករាយខ្លាំងមែនតើចឹងសម្រាប់បងប្អូនចាប់អារម្មណ៍អាចទាក់ទងទៅបានតាម page ដែលខ្ញុំមានសិននេះណា ពួកបែបនេះចង់ក្បត់នៅរាជវង្សចៅមែនទេណាឲ្យលោកនិយាយទៅគឺមានតែសៅហ្វានទេតែស័ក្តិសមនឹងព្រះអង្គម្ចាស់ការពិតលោកសៅហ្វានគឺជាអ្នកបំផ្លាញផែនការស្ដេចបិសាចចង្រៃនោះឲ្យបរាជ័យ ថាម៉េចវាគឺជាអ្នកកម្ចាត់ស្ដេចបិសាចរូបរាងដូចឯងចឹងទោះបីយកបងអេណូមកស្បត់ក៏យើងមិនជឿដែរយើងប្រាប់ឯងទៅចុះព្រះនាងនគរទាំង3គួរតែស័ក្តិសមជាមួយនឹងយើងនោះទេ ព្រះនាងនគរជ័យដើម្បីយកលេសនេះគឺបង្អាក់នគរទាំង3របស់យើងប្រឆាំងជាមួយ អធិស្ឋានរឿងនេះក៏ខ្ញុំមិនដឹងដែរមានតែព្រះនាងផ្ទាល់ទេដែលជាអ្នកដឹងផ្ទាល់ស្ដេចបិសាចមែនទេគឺខ្ញុំជាអ្នកដេញវានិយាយប្រេះប្រដាក់តាមសមត្ថភាពរបស់ឯងចង់ថាខ្លួនឯងគឺជាអ្នកបណ្ដេញស្ដេចបិសាចមែនទេនិយាយបែបនេះអួតជ្រុលពេកហើយឯងគ្រាន់តែជាអ្នកបម្រើនៃបក្សសៀនធានរបស់យើងតែប៉ុណ្ណោះទេសមត្ថភាពលោកការបស់ឯងប៉ុណ្ណឹងគឺថាស័ក្តិសមជាមួយនឹងព្រះនាងនគរទាំង3មែនទេឯងដេកយល់សពពេក ហើយចុះណាគេទៅដែលរៀបអភិសេកជាមួយព្រះនាងនោះធ្វើបែបនេះហើយព្រះនាងច្បាស់ជាខ្ញាល់ជាមិនខានត្រង់ច្បាស់ជាបញ្ចូលចាញ់ពួកយើងទេការចរចាលើកនេះគឺច្បាស់ជាបរាជ័យអ្នកបម្រើម្នាក់នេះមិនស័ក្តិសមជាមួយព្រះនាងពេញមកខ្ញុំទេ និយាយតាមត្រង់ចោះខ្ញុំក៏មិនចង់នៅបក្សសៀនធានដែរប៉ុន្តែគាត់ថាព្រះនាងបាននិយាយច្បាស់ថាព្រះនាងទាំង3ត្រូវតែរៀបការជាមួយនឹងខ្ញុំ អ្នកប្រុសត្រូវតែនិយាយការពិតតាមមានអ្វីកើតឡើងទៅនៅពេលដែលកំចាត់បិសាចនោះពីព្រោះថាមនុស្សដូចជាសិលយល់មីងខ្ញុំនេះគឺតែងតែគោរពចំពោះអ្នកក្លាហានជានិច្ចហើយខ្ញុំនឹងរៀបការជាមួយលោក ណែ សិលយល់មីងហេតុអីបានជាត្រង់ចង់រៀបអភិសេកជាមួយប្រុសម្នាក់នេះមនុស្សមកកកហេតុអីក៏ត្រង់មិនព្រមរៀបអភិសេកជាមួយគេទៅខ្ញុំយល់ទេហេតុអីក៏ត្រង់ចង់រៀបអភិសេកជាមួយប្រុសនិយាយលើបែបនេះទៅវិញ